សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ថ្នាក់បង្រៀន Microsoft Word វគ្គទី2ដែលនៅក្នុងវគ្គទី2នេះខ្ញុំនឹងពន្យល់ពីមុខងារដែលមាននៅក្នុងពាក្យថា insert ហើយជាពាក្យថា insert នេះក៏ជាមុខងារដ៏ធំដែរបន្ទាប់ពីមុខងារដែលមាននៅក្នុងពាក្យថា home ហើយនៅក្នុង insert នេះមានមុខងារជាច្រើនដែលដោយបានបង្ហាញអញ្ចឹងគឺមានមុខងារច្រើនប៉ុន្តែខ្ញុំនឹងសូមមិនលើកនៅមុខងារមួយចំនួនដែលមិនចាំបាច់ដែលមាននៅសម្រាប់ប្រើនៅក្នុងវគ្គដំបូងរបស់យើងទេគឺដូចជាពាក្យថា online picture ហើយនឹង add in hyperlink bookmark cross reference ជាដើមហើយនឹងមានដូចជា signature line ហើយនឹង date time ហើយនឹង object អញ្ចឹងខ្ញុំនឹងលើកឡើងនៅមុខងារដែលចាំបាច់ដើម្បីយើងប្រើប្រាស់ក្នុងការរៀបចំឯកសាររបស់យើងនៅក្នុងកម្រិតដំបូងតែប៉ុណ្ណោះកុំឲ្យខាតពេលយូរគឺនៅត្រង់នេះខ្ញុំមានអត្ថបទដែលមានប៉ុន្មានសន្លឹកនេះហើយយើងនឹងចាប់ផ្ដើមនៅការប្រើប្រាស់នៅមុខងារដោយដែលបានបង្ហាញជូនមុខងារទី1គឺ cover page ហើយនឹង blank page ហើយនឹងមួយទៀត page break ឥឡូវចំពោះអត្ថបទរបស់យើងគឺមានប៉ុណ្នេះអញ្ចឹងខ្ញុំនឹងចាប់ផ្ដើមនៅប្រើនៅមុខងារទី1គឺ cover page ហើយនឹង blank page ហើយនឹង page break បើសិនបើខ្ញុំធ្វើបែបនេះមានន័យថាបើសិនបើខ្ញុំចង់ឲ្យ page មួយដាច់ចេញតែម្ដងគឺទី1យើងអាច enter ប៉ុន្តែការ enter នេះដោយលោកអ្នកឃើញហើយគឺមានការពិបាកចំណាយពេលយូរអញ្ចឹងយើងចាប់ផ្ដើមអាចចុចអឺ page break ទៅចុច page break គឺ load បែបនេះប៉ុន្តែមួយទៀតគឺយើងអាចប្រើ blank page បើសិនបើយើងចង់ឲ្យ page របស់យើងមាន page មួយដែលនៅទំនេរតែម្ដង page ថ្មីហើយយើងអាចចុច page នេះបានអញ្ចឹងខ្ញុំចុចជូនគឺលោកអ្នកឃើញហើយគឺមាន page ថ្មីមួយនៅចន្លោះអត្ថបទរបស់យើងតែម្ដងគឺយើងប្រើនៅក្នុងករណីដែលយើងចង់វាយអត្ថបទថែមចូលទៅក្នុង page ថ្មីអញ្ចឹងយើងអាចចុចជាមួយក៏ប្រើបែបនេះបានមួយទៀតគឺ cover page នេះគឺប្រើដើម្បីបង្កើតនៅ cover នៅ cover របស់ឯកសាររបស់យើងហើយនេះជាទម្រង់ sample ដែលគេមានស្រាប់យើងអាចយកទៅប្រើប្រាស់បានបើសិនបើលោកអ្នកមិនចង់ការគិតមិនចង់ចំណាយពេលគិតក្នុងការ design ទម្រង់ cover page នេះទេគឺយើងអាចប្រើប្រាស់របស់ដែលមានស្រាប់តែម្ដងនេះយើងនៅពេលយើងចុចគឺចេញបែបនេះហើយយើងអាចចាប់ដើមធ្វើការផ្លាស់ប្ដូរទៅតាមអ្វីដែលយើងចង់បានឥឡូវខ្ញុំលុបចេញមកវិញហើយយើងនឹងបន្តចូលមកដល់មុខងារមួយទៀតគឺ table សំដៅទៅលើការបង្កើតតារាងដែលយើងចង់បានអញ្ចឹងខ្ញុំនឹងធ្វើឧទាហរណ៍ជូនខ្ញុំយកចំនួនប៉ុណ្នេះដើម្បីដាក់ចូលទៅក្នុង page របស់យើងលោកអ្នកអាចបង្កើតតារាងប៉ុន្មានក៏បានដែរហើយបើសិនបើយើងប្រាប់ថាខ្លះយើងអាចបន្ថែមទៀតបានអត់មានបញ្ហាអីទេហើយនៅពេលដែលយើងបង្កើតតារាងហើយនឹងចេញពាក្យកន្លែងនេះថា design គឺជាកន្លែងដែលយើងអនុញ្ញាតឲ្យយើងរៀបចំឬមួយក៏យក sample តារាងដែលមានស្រាប់យកទៅប្រើប្រាស់ឬមួយគេហៅថា table style អញ្ចឹងខ្ញុំជ្រើសរើសយក table សាមញ្ញយកមកដាក់ត្រង់នេះហើយនៅត្រង់នេះ
នៅពេលដែលយើងចុចគឺកន្លែង total row នេះគឺអាចធ្វើការគណនាផលបូកអីអូតូម៉ាទិកតែម្ដងបាទហើយនៅក្នុង last column នេះក៏វាចង់សួរថាតើ total row នេះវាចង់ total នៅម្ដុំណាអញ្ចឹងចំពោះនៅត្រង់កន្លែង picture នេះគឺជាកន្លែងដែលយើងអាចទាញយកនៅរូបភាពយកមកបញ្ចូលទៅក្នុងអត្ថបទរបស់យើងអញ្ចឹងខ្ញុំជ្រើសរើសយករូបភាពណាដែលគិតថាសំខាន់នៅក្នុងអត្ថបទរបស់យើងអញ្ចឹងខ្ញុំអាចជ្រើសយកបែបនេះហើយខ្ញុំចុច OK មកគឺបានហើយអញ្ចឹងយើងអាចធ្វើការកែសម្រួលទៅតាមអ្វីដែលអត្ថបទរបស់យើងចង់បានបាទនៅពេលដែល insert picture មកបែបនេះហើយគឺដល់កន្លែងនេះនឹងចេញផ្ទាំងមួយដែលអាចអនុញ្ញាតឲ្យយើងរៀបចំនៅ picture របស់យើងកន្លែងនេះគឺទាក់ទងទៅនឹងស៊ុំវិញរបស់រូបភាពលោកអ្នកអាចធ្វើការរៀបចំស៊ុំរូបភាពបានទៅតាម sample ដែលគេមានស្រាប់នេះអញ្ចឹងការរៀបចំនេះគឺអាស្រ័យទៅនឹងអត្ថបទរបស់លោកអ្នកទេនៅក្នុងការរៀបចំដើម្បីឲ្យធ្វើការមានភាពទាក់ទាញតែប៉ុណ្ណោះអញ្ចឹងនេះគ្រាន់តែជាឧទាហរណ៍ខ្ញុំអាចជ្រើសយកស៊ុំពណ៌បៃតងហើយនៅកន្លែង picture effect នេះគឺជាការកំណត់នៅទ្រង់ទ្រាយរូបថតរបស់យើងផងដែរតមកទៀតគឺចូលមកដល់ពាក្យថា shape នេះគឺយើងអាចជ្រើសរើសយកនៅទម្រង់ណាមួយយកមកគូរនៅក្នុងអត្ថបទរបស់យើងចំណែកនៅត្រង់នេះខ្ញុំអាចជ្រើសរើសយករូបមួយណាមួយដែលយើងគិតថាពេញចិត្តហើយនៅពេលយើងគូសហើយនោះនឹងចេញកន្លែង format ដូចគ្នាអនុញ្ញាតឲ្យយើងជ្រើសរើសយក sample ណា shape style ទៅអ្វីដែលយើងគេមានស្រាប់ហើយយើងក៏អាចរៀបចំដោយខ្លួនឯងដែរគឺកន្លែងចាក់ពណ៌នេះលោកអ្នកអាចធ្វើការចាក់ពណ៌ទៅតាមពណ៌ណាដែលលោកអ្នកចង់បានកន្លែង outline គឺសំដៅទៅលើជុំវិញ node ឬមួយក៏ខ្សែបន្ទាត់នៅជុំវិញហើយនៅត្រង់នេះយើងអាចជ្រើសរើសយកខ្សែព័ទ្ធជុំវិញនៅខាងក្រៅនេះខ្លះឬមួយធំជាងនឹងបន្តិចក៏បានដែរតែ shape effect នេះគឺសំដៅទៅលើទ្រង់ទ្រាយយើងអាចរៀបចំនៅទ្រង់ទ្រាយណាដែលយើងចង់បានហើយនៅកន្លែង position នេះនៅពេលដែលយើងធ្វើបែបនេះគឺសំដៅទៅលើទីតាំងរបស់ឬមួយក៏ shape របស់យើងចង់ឲ្យ shape របស់យើងស្ថិតនៅក្នុងទីតាំងណាអញ្ចឹងយើងអាចប្រើ position នេះបានឥឡូវនៅត្រង់នេះគឺសំដៅទៅលើទីតាំងមួយដែរអាចបញ្ជាក់ថាតើរូបរបស់យើងចង់ឲ្យស្ថិតនៅទីតាំងខាងលើនៃអត្ថបទឬមួយក៏នៅខាងក្រោមនៃអត្ថបទឬមួយក៏នៅខាងក្រោមរូបភាពដទៃទៀតអញ្ចឹងនៅខ្ញុំឧទាហរណ៍គឺបែបនេះនៅពេលដាក់បែបនេះគឺរូបភាពនេះនៅលើរូបភាពទី1ប៉ុន្តែបើសិនបើខ្ញុំដាក់កន្លែងពាក្យថា behind text នោះរូបនេះគឺស្ថិតនៅក្រោយរូបភាពទី1របស់ខ្ញុំទៅវិញចឹងលោកអ្នកឃើញហើយគឺអត់រូបភាពនោះបាត់ទៅខាងក្រោយអញ្ចឹងខ្ញុំនឹងចាប់ទាញទៅមកខាងរូបភាពទី1នេះចុះមកក្រោមនោះនឹងឃើញរូបភាពទី2របស់ខ្ញុំនៅបែបនេះអញ្ចឹងខ្ញុំនឹងបដូរឲ្យរត់មកនៅខាងលើវិញដោយចុចបែបនេះបាទកន្លែងហ្នឹងអញ្ចឹងយើងសាកល្បងអស់គ្នានឹកទាញមកគឺរូបភាពនេះរត់ឡើងមកខាងលើហើយហើយយើងក៏នៅអាចកែសម្រួលបានដែរទម្រង់ទ្រង់ទ្រាយអីនេះចង់អាចដូរយើងអត់ចង់បានរូបបែបនេះគឺយើងអាចដូរបានទៅត្រង់កន្លែង edit shape នេះអញ្ចឹងខ្ញុំនឹងសាកល្បងផ្លាស់ប្ដូរជូនឥឡូវយើងអត់ចង់បាននេះទេយើងចូលពាក្យថា change shape
ឥឡូវខ្ញុំចង់ដូរចេញជារូបពណ៌វិញអញ្ចឹងគ្រាន់តែចុចរូបពណ៌មកគឺរូបចាស់យើងនឹងដូរហើយមកដល់កន្លែង draw text box នេះគឺអាចអនុញ្ញាតឲ្យយើងធ្វើការកែកុននៅទ្រង់ទ្រាយរបស់ពពកនេះបានទៀតតាមការចង់បានរបស់យើងនេះគ្រាន់តែជាឧទាហរណ៍ទេខ្ញុំនឹងទាញទៅតាមអ្វីដែលខ្ញុំចង់បានគ្រាន់តែជាឧទាហរណ៍ដើម្បីបង្ហាញជូនលោកអ្នកតែប៉ុណ្ណោះតមកប្រសិនបើយើងគិតថាល្អហើយយើងអាចរក្សាទុកបែបនេះបាទមួយទៀតចូលមកដល់មុខងារមួយទៀតគឺគេហៅ Smart Art Smart Art នេះគឺយើងប្រើប្រាស់សម្រាប់ជា diagram ដែលមួយក៏ហៅថា graphic នៅពេលដែលយើងចង់រៀបចំឲ្យចេញជាទម្រង់បែបណាយើងអាចជ្រើសរើសបានទៅតាមពាក្យដោយតែបានបង្ហាញនេះអញ្ចឹងប្រសិនបើយើងចង់យករូបនេះគ្រាន់តែចុចយកអូខេទៅហើយនៅត្រង់នេះយើងអាចចូលជាពាក្យឬមួយក៏ព័ត៌មានឬមួយក៏ជាទិន្នន័យបានហើយយើងអាចធ្វើការកែប្រែបានថែមទៀតទៅតាមទម្រង់ឬបានបង្ហាញនេះដើម្បីឲ្យមានភាពទាក់ទាញជាបែប 3D ឬមួយក៏ដើម្បីឲ្យរូបនេះភាពដិតជាងមុនគឺយើងអាចជ្រើសរើសបានហើយនៅត្រង់នេះគឺយើងអាចជ្រើសយកពណ៌ទៀតដើម្បីឲ្យមានភាពស្រស់ស្អាតហើយនឹងប្លែកទៅទាក់ភ្នែកអ្នកមើលបាទអញ្ចឹងយើងអាចធ្វើបែបនេះហើយនៅកន្លែងនេះ text pen គឺអនុញ្ញាតឲ្យយើងបញ្ចូលទិន្នន័យចូលទៅក្នុងកំណត់ទាំង3កំណត់នេះបានអញ្ចឹងខ្ញុំអាចសាកល្បងបញ្ចូលពាក្យមួយចំនួនពាក្យថា hello ចូលនៅត្រង់កន្លែង pie chart នេះមួយហើយយើងអាចបញ្ចូលពាក្យមួយទៀតហើយនឹងអាចបញ្ចូលពាក្យមួយទៀតបានចប់ហើយយើងអាចលើករូបនេះយកដាក់នៅទីតាំងណាដែលយើងអាចគិតថាសមរម្យហើយនឹងត្រូវការដើម្បីដាក់នៅជាប់នៅទិន្នន័យដែលយើងចង់បានតមកទៀតគឺមុខងារបន្ទាប់កន្លែង screenshot ចំពោះឆាតគឺខ្ញុំសូមមិនលើកទេដោយសារតែចំណាយពេលក្នុងការបកស្រាយច្រើនអញ្ចឹងខ្ញុំនឹងធ្វើ clip ដើម្បីធ្វើការបកស្រាយចំពោះការប្រើមុខងារឆាតតែម្ដងឥឡូវយើងចូលមកដល់ screenshot ហ្នឹងគឺសំដៅទៅលើមុខងារដែលយើងអាចថត screen របស់យើងបានហើយយកមកដាក់ចូលទៅក្នុងអត្ថបទតែម្ដងអញ្ចឹងគ្រាន់តែចុចចូល screenshot នេះខ្ញុំនឹងចុចត្រង់កន្លែង screen clip នេះអញ្ចឹងខ្ញុំគ្រាន់តែទាញបែបនេះគឺខ្ញុំអាចថតនៅ screen របស់ខ្ញុំហើយអញ្ចឹងខ្ញុំបាន screen មួយដែលថតរួចរាល់ថ្មីហើយយើងអាចយកមកដាក់ទៅក្នុងអត្ថបទរបស់យើងនៅពេលយើងថតបានយើងអាចធ្វើការរៀបចំដោយទៅបានបង្ហាញនេះគឺស៊ុំរូបថតបន្ទាប់មកយើងអាចដាក់ថារូបហ្នឹងស្ថិតនៅខាងលើឬមួយខាងក្រោមនៃអត្ថបទក៏បានចំណែកឯមុខងារបន្ទាប់ទៀតគឺជាមុខងារឈ្មោះថា Wikipedia នេះគឺជាមុខងារមួយសំខាន់អាចអនុញ្ញាតឲ្យលោកអ្នកធ្វើការស្រាវជ្រាវឬមួយក៏ស្វែងរកនៅទិន្នន័យដោយយើងមិនបាច់ចូល Google Chrome ឬមួយមុខងារផ្សេងទៀតដែរដែលមុខងារផ្សេងទៀតទេដែលយើងត្រូវស្វែងរកព័ត៌មានមួយចូល Google អីនេះគឺយើងគ្រាន់តែចូលពាក្យថា Wikipedia ទៅហើយយើងនឹងវាយអត់មួយក៏ឈ្មោះណាដែលយើងចង់រកនោះកម្មវិធីនឹងស្វែងរកឲ្យយើងដោយអូតូម៉ាទិកតែម្ដងឥឡូវឧទាហរណ៍ដែលខ្ញុំដាក់អង្គរវត្តគឺនៅពេលយើង enter មកគឺអត់ចេញទេដោយសារតែមូលហេតុគឺខ្ញុំសរសេរពាក្យនេះវាជាប់គ្នាអញ្ចឹងខ្ញុំនឹង
ដាក់ space មួយកន្លែងវត្តនេះហើយខ្ញុំនឹង enter ម្ដងទៀតនោះ Wikipedia នឹងស្វែងរកនៅប្រវត្តិឬមួយក៏ឯកសារទាក់ទងនឹងប្រវត្តិរបស់យើងបានហើយនៅពេលនេះយើងអាចធ្វើការ copy នៅទិន្នន័យអាចចុច copy ទិន្នន័យយកមកដាក់ចូលក្នុងអត្ថបទរបស់យើងក៏បានឥឡូវខ្ញុំ copy ហើយយកមកដាក់នៅត្រង់អត្ថបទរបស់យើងនេះគ្រាន់តែជាឧទាហរណ៍ទេខ្ញុំ paste មកហើយយើងអាចចាប់ដើមធ្វើការបដូរនៅពាក្យក៏ដូចជា font ដូចដែលខ្ញុំបានបង្ហាញនៅក្នុងមុខងារធំជាមួយvới chatរួម home អញ្ចឹងចំពោះ hyperlink ហើយនឹង bookmark cross reference នេះខ្ញុំសូមមិនបញ្យល់ពីមុខងារទាំងអស់នេះទេដោយសារតែមុខងារនេះទាក់ទងទៅនឹងការរៀបចំនៅឯកសារអាចថាជាថ្នាក់បង្រៀនកម្រិតមធ្យមអញ្ចឹងខ្ញុំសូមមិនលើកទេដោយសារតែមុខងារនេះអាចបញ្យល់ទៅការពេលក្នុងការបញ្យល់ច្រើនទៅចូលមកដល់មុខងារមួយទៀត comment មុខងារ comment នេះគឺគ្រាន់តែលោកអ្នកអាចផូតបែបនេះហើយយើងចុចចូលពាក្យថា comment នោះនឹងចេញមុខងារ comment ហើយយើងអាចធ្វើការបញ្ចូលនៅទិន្នន័យដើម្បីដូចជាការ note ទុកអញ្ចឹងនៅពេលដែលប្រើនៅពេលដែលយើងធ្វើការពិភាក្សាឬមួយក៏ប្រជុំថានៅត្រង់ចំណុចនេះយើងចង់ផ្លាស់ប្ដូរអ្នកណាគេចង់កំណត់ផ្លាស់ប្ដូរឬមួយក៏អាចទិន្នន័យកន្លែងនេះយើងអាចនឹងធ្វើការកែប្រែបន្ថែមទៀតអញ្ចឹងយើងអាចធ្វើការ note ទុកអញ្ចឹងយើងត្រូវតែប្រើមុខងារមួយដែលមានឈ្មោះថា comment នេះហើយនៅពេល double click នឹងចេញ comment ហើយយើងអាចចូល comment ថែមទៀតបានដោយចុចនៅត្រង់នេះថាឧទាហរណ៍ថាមានអ្នកទី1គាត់មាន comment អ្នកទី2ក៏គាត់មាន comment ទៅលើហ្នឹងអញ្ចឹងយើងអាចធ្វើដូចខ្ញុំបានបង្ហាញជូននេះហើយបើសិនបើយើងចង់លុប comment យើងដាក់ចុចចូលត្រង់ delete comment ទៅបានហើយឬមួយក៏កន្លែង edit comment យើងចុចទៅដើម្បីធ្វើការកែប្រែបាទអញ្ចឹងចំពោះមុខងារ comment មានតែប៉ុណ្ណេះហើយយើងនឹងតចូលមកដល់មុខងារបន្តទៀតដែលមានឈ្មោះថា header footer និង page number នេះគឺជាចំណុចសំខាន់ដែរនៅពេលដែលយើងវាយអត្ថបទរួចហើយរៀបចំអត្ថបទរួចហើយយើងតែតែចង់ដាក់ក្បាលលើព័ត៌មានក្បាលលើរបស់អត្ថបទរបស់យើងដែលគេហៅថា header នេះអញ្ចឹងនៅពេលដែលចុចចូលដល់ header គឺមានទម្រង់ផ្សេងៗដែលគេបានកំណត់ឲ្យយើងស្រាប់អញ្ចឹងលោកអ្នកអាចជ្រើសរើសមួយណាដែលខ្លួនពេញចិត្តហើយនៅត្រង់នេះក៏វាមានជាប់តាក់ទងជាមួយទៅនឹង page អីដែរវា page number នេះអញ្ចឹងបើសិនបើខ្ញុំចូលកន្លែង blank នេះគឺយើងអាចកំណត់ដល់ខ្លួនឯងបានហើយកន្លែង type វានេះយើងអាចវាយអត្ថបទទៅមួយក៏ឈ្មោះអ្នកបង្រៀនអ្នកសរសេរឬមួយក៏ឈ្មោះសាលាអីនេះបាននៅលើហ្នឹងតែម្ដងអញ្ចឹងខ្ញុំឧទាហរណ៍ដាក់Word 2025អញ្ចឹងហើយចប់មកខ្ញុំយក cursor ដាក់នៅលើអត្ថបទចុចរបបទៅបានហើយអញ្ចឹងពាក្យនេះគឺជាប់នៅលើបាល់អត្ថបទរបស់យើងទាំងចាប់តាំងពី page ទី1រហូតដល់ page ចប់តែម្ដងអញ្ចឹងខ្ញុំ scroll ចុះនេះគឺហើយគឺនៅជាប់នឹងអត្ថបទយើងតាំងពីស្លឹកទី1រហូតដល់ស្លឹកទី8ឥឡូវចូលមកដល់មួយទៀតហៅថា footer នេះគឺជាការដាក់ព័ត៌មាននៅខាងក្រោមកណ្ដាស់កិច្ចការរបស់យើងចំណែកឯ header គឺដាក់ព័ត៌មាននៅខាងលើចំណែកឯ footer ដាក់នៅខាងក្រោមគឺឥឡូវខ្ញុំសម្រាប់រើសយកដាក់ page នេះ
ព្រោះខ្ញុំចង់ឲ្យអត្ថបទខ្ញុំមួយសន្លឹកមានទំព័រដើម្បីងាយស្រួលតាមដាននិងគ្រប់គ្រងទិន្នន័យនៃអត្ថបទរបស់យើងខ្ញុំធ្វើបែបនេះអញ្ចឹង page នេះ page ទី4ហើយនៅត្រង់នេះគឺមាន page ទី5និងទី6រហូតដល់ page ទី8ចំណែកឯត្រង់នេះក៏ដូចគ្នាដែរគឺ page number គឺជាការដាក់នៅទំព័រអត្ថបទរបស់យើងអញ្ចឹងនៅត្រង់នេះគឺដាក់ស្រាប់ហើយដោយសារតែ footer ខ្ញុំគេមានទម្រង់គេដាក់ឲ្យយើងដាក់នៅ page number តែនៅត្រង់ page number នេះក៏ជាកន្លែងដែលបង្ហាញនៅប្រភេទ style page number របស់គាត់ហ្នឹងគឺច្រើនដែរអាចមានទម្រង់បែបនេះដូចតែអ្វីដែលខ្ញុំបានបង្ហាញឬមួយក៏ដាក់លេខ1តែម្ដងក៏បានឥឡូវចូលមកដល់មុខងារបន្ទាប់គឺមុខងារ text box text box គឺប្រើសម្រាប់សរសេរនៅអត្ថបទឬមួយព័ត៌មានឬមួយក៏អក្សរអីណាមួយដើម្បីដាក់ចូលនៅក្នុងនេះហើយយើងអាចធ្វើការផ្លាស់ប្ដូរទីតាំងបានឧទាហរណ៍ដូចជាការធ្វើការបញ្ចូលនៅថ្ងៃខែអញ្ចឹងនៅពេលថ្ងៃខែយើងអាចដាក់ចូលនៅក្នុងនេះដើម្បីយើងអាចរៀបចំទីតាំងបានដោយងាយបើសិនបើយើងមិនប្រើទេយើងអាចទៅការប្រើនៅ tape ឬមួយ space ច្រើនដងដើម្បីឲ្យទៅដល់ទីតាំងណាដែលយើងចង់បានអញ្ចឹងនៅត្រង់នេះខ្ញុំឧទាហរណ៍ copy ចូលទៅក្នុងនេះហើយនៅអត្ថបទរបស់យើងដែលយើងបានប្រើ Wikipedia នេះអញ្ចឹង text box មានតែប៉ុណ្ណឹងហើយបន្តមកទៀតចូលកន្លែង word art word art គឺសំដៅទៅលើការតុបតែងនៅអក្សរឲ្យមានភាពស្រស់ស្អាតជាងមុនតែនៅពេលដែលយើងចូលកន្លែង word art នេះគឺអក្សររបស់យើងនឹងនៅក្នុងប្រអប់ដូច text box ដែរឬមួយក៏យើងអត់ចង់ដាក់អក្សរនឹងទេអក្សរដែលមានស្រាប់ទេគឺយើងអាចចុចត្រឹមតែ word art ហ្នឹងគឺចេញប្រអប់ទេមួយដែលយើងអាចធ្វើការសរសេរតែម្ដងឬមួយក៏ធ្វើបែបនេះគឺយើងយកព័ត៌មានស្រាប់យកមកដាក់អញ្ចឹងក៏អាចកើតជា word art នឹងបានដែរហើយយើងអាចធ្វើការជ្រើសរើសពណ៌ទំហំប្រភេទអក្សរទៅតាមការចង់បាននេះគឺនៅពេលដែលខ្ញុំអត់ចង់យកអត្ថបទណាផ្សេងមកផ្សេងខ្ញុំចង់យកអត្ថបទផ្ទាល់ខ្លួនតែម្ដងគឺយើងអាចលុបកន្លែងនេះចោលហើយយើងអាចសរសេរតែម្ដងចំណែក date and time នេះគឺការកំណត់នៅថ្ងៃខែដែលដើម្បីដាក់ថាអត្ថបទរបស់យើងចង់ធ្វើនៅថ្ងៃណាថ្ងៃណាម៉ោងណាគឺយើងអាចប្រើបែបបានហើយនេះខ្ញុំសាកល្បងដាក់ជូនលោកអ្នកមើលអាចតាមថាបូកតាមខ្មែរ language អញ្ចឹងគេមានខែរបស់គេគឺមានតាមនេះដែរមានជាអក្សរខ្មែរក៏មានសម្បត្តិថៃក៏មានថៃសម្រាប់យើងអត់ចង់ទេយើងដាក់ទៅភាសាអង់គ្លេសក៏បានដែរហើយអាចដាក់នៅ like footer ក៏បានឬមួយក៏ header ក៏បានអញ្ចឹងខ្ញុំនឹងរើសយកថ្ងៃខែនេះយកមកដាក់តមកយើងគ្រាន់តែ double click មកគឺបានហើយអញ្ចឹងថ្ងៃខែនេះគឺនឹងជាប់គ្រប់សន្លឹកកិច្ចការរបស់យើងតែម្ដងចូលមកដល់មុខងារបន្ទាប់ជិតចុងក្រោយហើយជាមុខងារនេះគឺមុខងាររូបមន្តជាដែលជាទូទៅយើងអត់សូវប្រើទេទាក់ទងទៅនឹងអ្នកដែលគាត់រៀបចំអត្ថបទទាក់ទងទៅនឹងគណិតវិទ្យាតែប៉ុណ្ណោះប៉ុន្តែនៅត្រង់មុខងារចុងក្រោយនេះកន្លែង symbol នេះគឺជាមុខងារដែលសំខាន់
symbol គឺសំដៅទៅលើរូបតំណាងផ្សេងៗដែលយើងត្រូវការប្រើប្រាស់ដូចជាសញ្ញា tick លុយសញ្ញាព្រួញដែលយើងពិបាកក្នុងការរកទៅលើនៅក្នុង keyboard របស់យើងអញ្ចឹងយើងត្រូវចុចចូលមកដល់ symbol នេះយើងអាចជ្រើសរើសបានតែម្ដងអញ្ចឹងខ្ញុំនឹងដាក់នៅត្រង់ណាមួយហើយខ្ញុំនឹងចុចនៅនិមិត្តសញ្ញា symbol នេះខ្ញុំដាក់ពាក្យថា MT នៅលើនេះមួយក៏យើងអាចប្រើសញ្ញាដទៃទៀតដូចជាសញ្ញា tick លុយសញ្ញាបូកដកគុណចែកនេះក៏យើងអាចចូលទៅក្នុងពាក្យថា symbol ផងដែរអញ្ចឹងមុខងារទាំងអស់ដែលមាននៅក្នុង Excel ខ្ញុំបានរៀបរាប់ត្រួសជូនហើយខ្ញុំថាលោកអ្នកអាចនឹងមានការចេះដឹងក្នុងការប្រើប្រាស់ងារនីមួយៗនេះអញ្ចឹងយើងនឹងចាប់ផ្ដើមចូលទៅក្នុងវគ្គបន្តទៀតគឺមុខងារបន្តទៀតមានឈ្មោះថា Design នៅក្នុង Design នេះដែរគឺអត់មានអ្វីដែលមានមុខងារច្រើនទេគឺមានត្រឹមតែមុខងារ paragraph spacing ហើយនិង watermark page color និង page border តែប៉ុណ្ណោះអញ្ចឹងខ្ញុំសូមបញ្យល់ត្រឹម watermark និង page color និង page border watermark សំដៅទៅលើការដាក់នៅអត្ថបទរបស់យើងជាកំណត់សម្គាល់ថាតើអត្ថបទរបស់យើងនឹងជាអ្វីឬមួយយើងដាក់ខ្ញុំដាក់ឧទាហរណ៍ចេះមានន័យថាអត្ថបទរបស់យើងគឺជាអត្ថបទសម្ងាត់ដែលมันអាចបញ្ចេញទៅខាងក្រៅបានទេអញ្ចឹងខ្ញុំនឹងឧទាហរណ៍ចំនៅឯកសារនេះតែម្ដងឯកសារនេះគឺនៅពេលដែលខ្ញុំចុចចូល design ខ្ញុំចុចចូល watermark ហើយខ្ញុំអាចជ្រើសរើសបានថាដាក់ពាក្យថានេះឥឡូវខ្ញុំដាក់ copy ពាក្យថា don't copy មានន័យថាហាមថតចម្លងយើងគ្រាន់តែបង្ហាញជូនតែប៉ុណ្ណោះប៉ុន្តែអាចថតចម្លងបានទេអញ្ចឹងយើងដាក់ watermark នេះគឺដើម្បីការពារដែរពារនៅការងាររបស់យើងនៅពេលដែលគេ print ទៅប្រើបានទេដោយសារមានជាប់នៅខាងក្រោមខាងក្រោយនេះហើយ watermark នេះផងដែរសញ្ញាសម្គាល់នេះគឺតែងតែនៅខាងក្រោមគេបំផុតអញ្ចឹងបើសិនបើអត្ថបទរបស់យើងជាអត្ថបទដែលយើងដាក់copy paste គេមកឬមួយក៏box ការសរសេរគឺឯកសារនោះគឺមិនចេញទេមិនចេញពាក្យនោះទេហើយត្រង់នេះផងដែរខ្ញុំពាក្យថា draft ហើយនៅកន្លែងនេះយើងអាចធ្វើការកែប្រែនៅក៏ដូចជាពាក្យពេចន៍ឬមួយក៏ពណ៌ផងដែរដោយតែបានបង្ហាញនេះឥឡូវយើងត្រឡប់មករបស់យើងវិញនៅត្រង់នេះយើងអាចផ្លាស់ប្ដូរបានដូចគ្នាចំណែកឯ page color សំដៅទៅលើការចាក់ពណ៌ឲ្យអត្ថបទរបស់យើងឲ្យกระดาษកិច្ចការរបស់យើងចេញជាពណ៌អ្វីទៅតាមការចង់បានរបស់លោកអ្នកហើយនៅត្រង់ចំណុចចុងក្រោយនេះជា page border សំដៅទៅលើការទុំឲ្យសន្លឹកកិច្ចការរបស់យើងទៅតាមលោកអ្នកចង់បានទៅតាមទំហំធំតូចតាមដិតឬមួយតាមពណ៌ផ្សេងដូចបានបង្ហាញជូនបែបនេះកិច្ចការនេះគឺយើងអាចប្រើប្រាស់បាននៅពេលដែលយើងចង់បង្កើតជា cover page របស់យើងគឺយើងអាចប្រើប្រាស់ page border នេះដើម្បីធ្វើការតុបតែងនៅអត្ថបទរបស់យើងឥឡូវចូលមកដល់មុខងារចុងក្រោយកន្លែងត្រង់
layout មានមុខងារសំខាន់ចំនួន4-5ទេគឺមានកន្លែង page setup និង paragraph តែប៉ុណ្ណឹងចំណែកឯនៅក្នុង page setup នេះកន្លែង margin គឺជាការកំណត់នៅទម្រង់នៃអត្ថបទរបស់យើងទម្រង់กระดาษនេះគឺមានគែមត្រឹមត្រូវគែមដែលជា standard ជាទូទៅយើងយក normal ហើយចំណែកឯ orientation នេះគឺការកំណត់នៅទម្រង់กระดาษឯកសាររបស់យើងដែរដែលថាអាស្រ័យទៅលើអត្ថបទរបស់យើងថាតើអត្ថបទរបស់យើងគឺត្រូវការ page ឬមួយក៏กระดาษឈើឬមួយក៏กระดาษផ្ដេក portrait គឺសំដៅលើกระดาษឈើចំណែកឯ landscape សំដៅទៅលើกระดาษផ្ដេកចំណែកឯ size គឺយើងកំណត់ជា A4 ជាទូទៅហើយនៅត្រង់កន្លែង column នេះគឺជារបៀបនៃការកាត់នៅអត្ថបទរបស់យើងឲ្យចេញជា2បែបនេះហើយយើងអាចកាត់អត្ថបទរបស់យើងឲ្យចេញជាប្រមាណក៏បានដែរនៅត្រង់នេះយើងអាចកាត់ចេញជា3ឬមួយក៏ជា4ទៅតាមការកំណត់របស់យើងដើម្បីជា style មួយដែរនៃអត្ថបទរបស់យើងជាភាគច្រើនការកំណត់បែបនេះគឺភាគច្រើនគឺនៅក្នុងការសរសេរខ្សែដែលគេកាត់ចេញជា2ជា3កង់បែបនេះចំណែកឯមុខងារបន្ទាប់គឺត្រង់កន្លែង indent ហើយនិង spacing នេះ indent គឺសំដៅទៅលើការដក clear មកខាងមុខនេះនៅកន្លែងអត្ថបទរបស់យើងអញ្ចឹងបើសិនបើខ្ញុំចុចតួលេខកាន់តែឡើងមានន័យថាអត្ថបទរបស់យើងនឹងរំកិលពីឆ្វេងទៅស្ដាំឬមួយបើសិនបើខ្ញុំចង់ឲ្យរំកិលពីស្ដាំរត់មកឆ្វេងនេះគឺចុចនៅត្រង់នេះអញ្ចឹងខ្ញុំនឹងដោះចេញមុខងារ column ហើយខ្ញុំនឹងតម្លើងបែបនេះជាទូទៅយើងដាក់កន្លែងហ្នឹងគឺត្រង់នឹង0ដើម្បីឲ្យវារត់ទៅតាមធម្មតាហើយនឹងដើម្បីយើងអាចមានឱកាសប្រើនៅមុខងារផ្សេងដូចថាមាននៅក្នុង home អញ្ចឹងគឺយើងប្រើបែបនេះចំណែក spacing គឺសំដៅទៅលើកន្លែង before នេះសំដៅទៅលើថាយើងដាក់ space របស់យើងចាប់ពីខាងលើមកហើយដើម្បីឲ្យចុះទៅក្រោមអញ្ចឹងគេដាក់ before ហ្នឹងគឺនៅបន្ទាប់ពីអឺសាយពាក្យថាសាយហ្នឹងគឺនឹងធ្លាក់ចុះហើយអញ្ចឹងប៉ុន្តែបើសិនបើយើងចុចចូល after មានន័យថាបន្ទាប់ពីអត្ថបទរបស់យើងហ្នឹងគឺធ្លាក់នៅខាងក្រោមហ្នឹងទៅវិញអញ្ចឹងមានតែប៉ុណ្នេះហើយមុខងារនេះក៏មានការសំខាន់ដែរសម្រាប់នឹងការរៀបចំរបស់យើងនៅក្នុងបទដែលជាទូទៅបទរបស់យើងអាចមានកម្រិតធំតូចចង្អៀតអញ្ចឹងយើងអាចធ្វើការរៀបចំបានហើយនៅក្នុងត្រង់កន្លែង page setup នេះគឺយើងអាចជ្រើសរើសយកកន្លែងហ្នឹងក៏បានគឺមានមុខងារច្រើនហើយនៅក្នុងផ្ទាំងនេះតែមួយតែម្ដងអញ្ចឹងនៅកន្លែង page setup យើងអាចជ្រើសនៅកន្លែងខាងនេះបានមានទាំង margin មានទាំង paper កន្លែងហើយនឹង layout នេះតែម្ដងតែជាទូទៅយើងមិនសូវរៀបចំចុចចូលទៅដល់កន្លែងហ្នឹងទេដោយសារតែមុខងារនេះបានរៀបចំរួចរាល់ទៅហើយ